នាឡិកាដែលមានមុខងារវាស់សម្ពាធឈាមបច្ចុប្បន្នមិនសម្បូរទេមានតែតម្លៃ2-300អីចឹងណាតែសម្រាប់ពេលនោះ Action 2 នេះវិញតម្លៃតែ$119ហើយមានមុខងារវាស់សម្ពាធឈាមដែរបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចទិញឥឡូវគឺមាន promotion ទៀតមានការបញ្ចុះតម្លៃចឹងណាឥឡូវយើងមើលមុខងារនឹងទាំងអស់គ្នានេះបងប្អូនឃើញទេ blood pressure បងប្អូនទិញ smart watch សម្រាប់តាមដានសុខភាពមែនទេនាឡិកានេះមានវាស់បេះដូងវាស់អុកស៊ីហ្សែនក្នុងឈាមវាស់រំលែកអីពេញលេញអស់ហើយប៉ុន្តែវាលើសគេត្រង់ថាវាមានមុខងារវាស់សម្ពាធឈាមអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅមើលមុខងារនឹងទាំងអស់គ្នាដំបូងអ្នកទាំងអស់គ្នាចូលទៅក្នុង menu ហើយចុចចូលទៅមុខងារ blood pressure នៅពេលដែលអ្នកទាំងអស់គ្នាធ្វើការពិនិត្យឈាមណាអ្នកទាំងអស់គ្នាត្រូវពាក់នាឡិកានៅកដៃហើយរឹតឲ្យតឹងតិចទៅខ្សែដាក់ឲ្យតឹងដៃតិចបន្ទាប់មកអ្នកទាំងអស់គ្នានៅឲ្យស្ងៀមកុំឲ្យរើបំរាស់អីចឹងណាធ្វើឲ្យការវាស់សម្ពាធឈាមរបស់យើងវាអាចនឹងខុសក្នុងការពិនិត្យឈាមនេះគឺចំណាយពេលខ្ទង់ប្រហែលជា1នាទីចឹងណាអញ្ចឹងតម្រូវឲ្យយើងរងចាំរហូតដល់វាដើរចាប់ពី1%រហូតដល់100%មុនពេលបានលទ្ធផលឈាមរបស់យើងមកមើលពីមុខងារពិសេសក្រៅពីមុខងារសុខភាពនាឡិកានេះអាចធ្វើការខលចេញចូលបានមានភាសាខ្មែរពេញហើយមានជម្រាបទឹកដល់50ម៉ែត្រអ្នកទាំងអស់គ្នាអាចពាក់ហែលទឹកបានសម្រាប់ការលេងកីឡាបែបធ្ងន់អីគឺអត់បញ្ហាជាមួយនឹងម៉ូតនេះណាឥឡូវលទ្ធផលបានពីការវាស់ឈាមរបស់នាឡិកានេះគឺបានចេញលទ្ធផលមកហើយគឺ127មានន័យថាឈាមខ្ញុំគឺ12.7ហើយជីបចរគឺ78គឺសុខភាពធម្មតាវាដាក់ថា normal ណាបើសិនជាឡើងដល់13 14អីចឹងទៅលើសហើយព្រោះខ្ញុំអាយុត្រឹម35 36អីទេអញ្ចឹងណាអញ្ចឹងបើសិនជាបងអាយុច្រើនជាងហ្នឹងដល់50ឬក៏50ក្រាស់អីអាចឈាមចុះពី12អាចចុះមក11ក្រាស់អីចឹងទៅចានឹងស៊ីសងលើអាយុយើងដែរមិនមែនមានន័យថាអ្នកគ្រប់គ្នាគឺមានឈាម12ដឹងតែល្អឯងអញ្ចឹងគឺអាស្រ័យលើអាយុតាមួយទៀតណាអញ្ចឹងអ្នកទាំងអស់គ្នាចង់ដឹងច្បាស់គឺអាចស្រាវជ្រាវឬក៏ស៊ើបសួរព័ត៌មានពីគ្រូពេទ្យជំនាញ